ថ្ងៃនេះយើងរៀនអំពីការសរសេរលេខខ្មែរបុរាណសម័យអង្គរលេខដំបូងគឺលេខ1ដែលខ្ញុំគូសយឺតបានលេខ1អញ្ចឹងបងប្អូនសាកល្បងហាត់សរសេរម្ដងទៀតទៅណាលេខបន្ទាប់ទៀតគឺលេខ2បាទនេះលេខ2ជាងហាត់សរសេរបាន20ដងឬក៏30ដងទៅដើម្បីឲ្យស្ទាត់ដៃយើងលេខបន្តទៀតគឺលេខ3បាទនេះគឺជាលេខ3បុរាណណាសម័យអង្គរបាទលេខ3ហើយបន្តមកទៀតគឺលេខ4បាទនេះលេខ4ចឹងបងប្អូនហាត់សរសេរនៅលើกระดาษសទៅដើម្បីឲ្យស្ទាត់លេខបន្តទៀតគឺលេខ5បាទនេះលេខ5ជំនាញទាំងហ្វុនខ្មែរនិងហ្វុនបុរាណលេខបន្តទៀតគឺលេខ6បាទនេះក្បាច់បន្តិចលេខបន្តទៀតគឺលេខ6បាទនេះលេខ6យើងបងប្អូនហាត់សរសេរផងទៅដើម្បីឲ្យស្ទាត់លេខបន្តទៀតគឺលេខ7បាទនេះលេខ7ហើយលេខបន្តទៀតគឺលេខ8មកទៀតគឺលេខ9អញ្ចឹងលេខ9មានរូបរាងបែបនេះលេខបន្តទៀតគឺលេខ10អញ្ចឹងលេខទាំង10ខ្ទង់នេះបងប្អូនហាត់សរសេរទៅមានលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9លេខ10ហាត់សរសេរមួយលេខឲ្យបាន10ដងឬ20ដងឬ30ដងឬ100ដងដើម្បីឲ្យកាន់តែស្ទាត់ជំនាញ100ដងឬ200ដងក៏ដោយកុំខ្ជិលណាហាត់សរសេរទៅធ្វើយើងកាន់តែស្ទាត់ជំនាញ